ប្អូនអរគ្នាតែងតែគិតនៅរឿងរ៉ាវអវិជ្ជមានជាច្រើនចាអញ្ចឹងបងប្អូនទាំងអស់គ្នាគួរតែងាកមកគិតមើលទៅជួបបទពិសោធន៍ជួបបញ្ហាជួបអ្វីក៏ដោយបងប្អូនត្រូវតែសម្រឹងរកនៅផ្លូវវិជ្ជមានចាការគិតវិជ្ជមានធ្វើឲ្យយើងបាត់បង់នូវភាពភ័យខ្លាចចាបងប្អូនចាពេលដែលយើងគិតនៅតែរឿងរ៉ាវអវិជ្ជមានធ្វើឲ្យយើងមានតែភាពភ័យខ្លាចគ្រប់សពខ្លាចនេះខ្លាចនោះនឹកឃើញអ្វីដែលអវិជ្ជមាននឹងកើតឡើងច្រើនខ្លាំងមែនតើសម្រាប់ជីវិតរបស់យើងអញ្ចឹងបងប្អូនគួរតែងាកមកមើលតែទោះបីជាជួបអត់សោតជួបបញ្ហាអ្វីក៏ដោយបងប្អូនត្រូវតែមកគិតនៅរឿងរ៉ាវវិជ្ជមានសម្លឹងរករឿងរ៉ាវវិជ្ជមានចាគិតអ្វីដែលវិជ្ជមានល្អចូលមកក្នុងជីវិតរបស់យើងបងប្អូនព្យាយាមគិតនៅរឿងរ៉ាវវិជ្ជមានឲ្យបានច្រើនបងប្អូននឹងទទួលបាននៅរឿងរ៉ាវវិជ្ជមានច្រើនមែនតើចាថាមពលនៃការផ្ដោតបងប្អូនការយើងផ្ដោតអីបាននឹងមែនបងប្អូនចាបងប្អូនផ្ដោតអ្វីគឺបងប្អូនទទួលបាននឹងចាអារម្មណ៍ភ័យខ្លាចអារម្មណ៍នឹកឃើញខ្លាចគ្រប់សពបែបយ៉ាងបងប្អូនចានេះហើយវាធ្វើឲ្យជីវិតរបស់យើងស្រូបទាញរឿងរ៉ាវទាំងអស់ចូលមកក្នុងជីវិតរបស់យើងយ៉ាងពិតប្រាកដអញ្ចឹងបងប្អូនអរគ្នាគួរតែងាកមកមើលតែថែចិត្តគំនិតការគិតចាមកចាប់អារម្មណ៍លើខ្លួនឯងមិនថាយើងកំពុងតែជួបបទពិសោធន៍អ្វីទេចាបទពិសោធន៍ទាំងអស់ហ្នឹងឯងតែវាបង្រៀនយើងឲ្យយើងយល់ដឹងស្គាល់អំពីខ្លួនឯងចាការជួបបទពិសោធន៍ជាច្រើនដែលធ្វើឲ្យខ្ញុំភ្ញាក់ឲ្យខ្ញុំដឹងខ្លួនចាឲ្យខ្ញុំស្គាល់ខ្លួនឯងរៀនស្គាល់ខ្លួនឯងយល់ដឹងអំពីខ្លួនឯងចេះចាប់ចិត្តចាប់គំនិតរបស់ខ្លួនឯងដឹងថាអ្វីៗគ្រប់យ៉ាងមកពីខ្លួនយើងព្រមទទួលស្គាល់គ្រប់បែបយ៉ាងដែលចូលមកគឺយើងជាអ្នកសាងជាអ្នកបង្កើតឈប់បន្ទោសអ្នកដទៃឈប់បន្ទោសបញ្ហាឈប់បន្ទោសសេដ្ឋកិច្ចឈប់បន្ទោសគ្រប់សពបែបយ៉ាងចាពេលដែលខ្ញុំឈប់បន្ទោសបានគ្រប់យ៉ាងខ្ញុំយល់ដឹងពីខ្លួនឯងកាន់តែខ្លាំងខ្ញុំចេះតាមដានចិត្តគំនិតតាមដានការគិតរបស់ខ្ញុំចាអញ្ចឹងបងប្អូនអរគ្នាគួរតែងាកមកមើលនៅរឿងរ៉ាវវិជ្ជមានតែខ្ញុំចូលចិត្តស្ដាប់ការចែករំលែករឿងរ៉ាវល្អៗពីផ្លូវចិត្តណាចាការពង្រឹងផ្លូវចិត្តរបស់បងប្អូនដែលគាត់បានចែករំលែកតាមបណ្ដាញសង្គមមិនថា YouTube Facebook អីអញ្ចឹងខ្ញុំចូលចិត្តស្ដាប់ចាអញ្ចឹងការស្ដាប់រឿងរ៉ាវវិជ្ជមានវាធ្វើឲ្យយើងស្រូបទាញរឿងរ៉ាវវិជ្ជមានចូលមកក្នុងជីវិតរបស់យើងធ្វើឲ្យយើងស្គាល់ខ្លួនឯងដឹងថាខ្លួនឯងជាអ្នកណាគេថាពីមុនខ្ញុំអត់យល់ទេថា go back home ចា go back home ហ្នឹងគឺគេឲ្យយើងមកនៅជាមួយខ្លួនឯងបានណាបងប្អូនយើងព្រោះដោយសារយើងមិនអាចផ្ញើចិត្តបេះដូងយើងទៅអ្នកដទៃបងប្អូនក្រុមគ្រួសារគេអត់មាននៅជាមួយយើងរហូតទេទោះបីជាកូនយើងក៏ដោយចាកូនដែលយើងស្រឡាញ់បំផុតក៏ដោយក៏គេអត់នៅជាមួយយើងដែរពេលហើយគេនឹងបែកចេញពីយើងមានតែយើងឯងដែលនៅជាមួយខ្លួនឯងបានអញ្ចឹងយើងស្គាល់ខ្លួនឯងច្បាស់បងប្អូនចេះនៅជាមួយខ្លួនឯងនៅជាមួយខ្លួនឯងហើយរីករាយមានក្តីសុខចាមានភាពជឿជាក់មានស្នាមញញឹមមកខ្លួនឯងគ្រប់ពេលគ្រប់វេលាចាអញ្ចឹងបងប្អូនអរគ្នាអរគុណបំណងល្អខ្ញុំគុណធា